សូមគោរពជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នានាទីបទសម្ភាសន៍ចុងសប្តាហ៍ថ្ងៃនេះនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកស្ដាប់ការបកស្រាយរបស់លោកលីសុធិរយុទ្ធអគ្គលេខាធិការគណៈបកភ្លឹងទៀនលើប្រធានបទសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការនយោបាយដើម្បីបានជ្រាបឲ្យកាន់តែច្បាស់ពួកយើងទៅទស្សនាវីដេអូទាំងអស់គ្នាជំរាបសួរលោកលីសុធិរយុទ្ធនាងខ្ញុំមានសំណួរខ្លះៗចង់សាកសួរទៅកាន់លោកសំណួរទី1នាងខ្ញុំចង់សួរថាតើពលរដ្ឋចូលរួមកិច្ចការសង្គមនិងនយោបាយច្រើនមានប្រយោជន៍យ៉ាងម៉េចខ្លះដល់ការដោះស្រាយបញ្ហាក្នុងសង្គមជាតិក៏ដូចជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានរីកចម្រើនការចូលរួមរបស់ពលរដ្ឋគឺពង្រឹងប្រជាធិបតេយ្យធ្វើឲ្យប្រសើរឡើងនៅអភិបាលកិច្ចនិងបង្កើនល្បឿននៃការវិវត្តសង្គមដោយការពង្រឹងតម្លាភាពការទទួលខុសត្រូវគំនិតច្នៃប្រឌិតហើយនិងការដោះស្រាយបញ្ហារួមនៅពេលដែលពលរដ្ឋចូលរួមយ៉ាងសកម្មនៅក្នុងសង្គមនិងនយោបាយគឺមិនត្រឹមតែមានឥទ្ធិពលលើការសម្រេចចិត្តតែប៉ុណ្ណោះទេក៏ប៉ុន្តែនាំទៅរកការដោះស្រាយបញ្ហាសង្គមផងដែរតាមរយៈការសហការគ្នាតម្លាភាពនិងការទទួលខុសត្រូវរួមផលប្រយោជន៍នៃការចូលរួមរបស់ពលរដ្ឋនៅក្នុងសង្គមនិងនយោបាយមានដូចតទៅទី1ពង្រឹងប្រជាធិបតេយ្យធានាថារាជរដ្ឋាភិបាលនៅតែមានគណនេយ្យភាពតម្លាភាពនិងការទទួលខុសត្រូវចំពោះការអនុវត្តរបស់ខ្លួនការសម្រេចចិត្តហើយនឹងនៅតែជាតំណាងរបស់ពលរដ្ឋជានិច្ចទី2ពង្រឹងអំណាចពលរដ្ឋការចូលរួមរបស់ពលរដ្ឋផ្ដល់ឲ្យពលរដ្ឋនៅសម្លេងមួយក្នុងការតស៊ូមតិនិងកំណែទម្រង់គោលនយោបាយដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋនិងផលប្រយោជន៍សង្គមទាំងមូលទី3គឺធ្វើឲ្យប្រសើរឡើងនៅអភិបាលកិច្ចពង្រឹងការឆ្លើយតបនិងភាពស្របច្បាប់របស់ស្ថាប័នធានាថាស្ថាប័នមានអំណាចខ្លាំងជាងបុគ្គលទី4កសាងទំនុកទុកចិត្តសង្គមការចូលរួមរបស់ពលរដ្ឋគឺវាពង្រឹងនៅទំនាក់ទំនងរវាងពលរដ្ឋនិងរដ្ឋឲ្យកាន់តែខ្លាំងនិងសាមគ្គីភាពនៅក្នុងសហគមន៍ប្រកបដោយភាពស្អិតរមួតទី5គឺជំរុញឲ្យផ្លាស់ប្ដូរពលរដ្ឋអាចប្រមូលគៀងគរនៅបញ្ហានានាហើយជំរុញឲ្យមានការឆ្លើយតបពីរដ្ឋធ្វើកំណែទម្រង់គោលនយោបាយហើយធ្វើឲ្យមានការផ្លាស់ប្ដូរពិតប្រាកដមួយតាមរយៈគោលការណ៍លទ្ធិប្រជាធិបតេយ្យចាសូមអរគុណចំណែកសំណួរទី2នេះខ្ញុំចង់សួរថាតើពលរដ្ឋអាចចូលរួមក្នុងកិច្ចការសង្គមនិងនយោបាយតាមរយៈអ្វីខ្លះនៅបណ្ដាប្រទេសជឿនលឿនលើពិភពលោកនេះគឺការចូលរួមរបស់ពលរដ្ឋគឺសំខាន់និងចាំបាច់ណាស់ដូច្នេះហើយពលរដ្ឋរបស់គេចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គមនិងនយោបាយការចូលរួមរបស់គេតាមរយៈប្រព័ន្ធប្រជាធិបតេយ្យផ្លូវការដូចជាដំណើរការនៃការបោះឆ្នោតនិងសភាជាតិក៏ប៉ុន្តែក៏តាមរយៈប្រព័ន្ធក្រៅផ្លូវការផងដែរដូចជាសកម្មភាពស្ម័គ្រចិត្តការតស៊ូមតិនិងសកម្មភាពផ្សព្វផ្សាយតាមប្រព័ន្ធសង្គមផ្សេងៗសូមជម្រាបថានៅលើពិភពលោកនេះគ្មានប្រទេសណាអភិវឌ្ឍជឿនលឿនទៅបានដោយគ្មានការចូលរួមយ៉ាងសកម្មពីពលរដ្ឋរបស់ខ្លួនទេអញ្ចឹងរាល់ភាពរីកចម្រើនរបស់ប្រទេសនោះវាត្រូវតែមានការរួមចំណែកពីការចូលរួមរបស់ពលរដ្ឋនោះដែរសំណួរទី3តើពលរដ្ឋនៅប្រទេសរីកចម្រើនពួកគេសកម្មក្នុងកិច្ចការសង្គមនយោបាយទេហើយពួកគេចូលរួមក្នុងទម្រង់យ៉ាងដូចម្តេចខ្លះពលរដ្ឋចូលរួមនៅក្នុងកិច្ចការសង្គមនិងនយោបាយតាមរយៈយន្តការផ្លូវការរួមមានប្រើប្រាស់សិទ្ធិរបស់ខ្លួនទៅបោះឆ្នោតជ្រើសរើសតំណាងឬមេដឹកនាំរបស់ខ្លួនតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យចូលរួមជាមួយគណៈបកនយោបាយនិងធ្វើសកម្មភាពនៅក្នុងគណៈបកនយោបាយឈរជាបេក្ខជនឲ្យគេបោះឆ្នោតឲ្យចូលរួមនៅក្នុងសវនកម្មនិងពិគ្រោះយោបល់សាធារណៈដោយផ្ដល់យោបល់លើច្បាប់គោលនយោបាយរបស់ជាតិគម្រោងថវិកានិងការអភិវឌ្ឍនានារបស់ជាតិហើយយន្តការក្រៅផ្លូវការគឺរួមមានចូលរួមនៅក្នុងសកម្មភាពរបស់សហគមន៍អង្គការសង្គមស៊ីវិលនិងយុទ្ធនាការសង្គមផ្សេងៗរៀបចំសហគមន៍រួមទាំងសកម្មភាពផ្សព្វផ្សាយអប់រំផ្សព្វផ្សាយពីអនាម័យពីសុខភាពពីសារៈសំខាន់នានារបស់ពលរដ្ឋនិងយុវជននិងស្ត្រីនៅក្នុងកិច្ចការអភិវឌ្ឍតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងអស់នោះរួមទាំងចូលរួមក្នុងសកម្មភាពតវ៉ាសម្ដែងមតិតវ៉ាសម្ដែងមតិគាំទ្រឬមិនគាំទ្រលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចំណែកសំណួរទី4តើផ្នត់គំនិតដែលគិតថានយោបាយជារឿងគ្រោះថ្នាក់តើចំពោះសំណួរនេះលោកយល់យ៉ាងណាដែរលោកនៅក្នុងផ្នត់គំនិតរបស់ខ្មែរមួយចំនួនគឺនៅតែយល់ថានយោបាយគឺគ្រោះថ្នាក់ព្រោះថាពួកគាត់បានឆ្លងកាត់នៅព្រឹត្តិការណ៍សង្គមជាច្រើនដែលធ្វើឲ្យគាត់ចងចាំ
ព្រឹត្តិការណ៍សង្គមនោះរួមទាំងការផ្លាស់ប្ដូរសង្គមដោយហិង្សាសង្គ្រាមស៊ីវិលរបបបល្ល័ង្កពូជសាសន៍របបកុម្មុយនីសនិងព្រឹត្តិការណ៍ហិង្សាផ្នែកនយោបាយការគំរាមកំហែងការគៀបសង្កត់ការបំផិតបំភ័យការចាប់ចងការដាក់គុកសកម្មជននិងអ្នកនយោបាយមួយចំនួនទាំងអស់នេះហើយគឺជាអ្វីដែលគាត់យល់ថានយោបាយគឺគ្រោះថ្នាក់ហើយវាតែងតែជារនាំងរារាំងនៃការចូលរួមរបស់គាត់នៅក្នុងកិច្ចការសង្គមនិងកិច្ចការនយោបាយជានិច្ចចាសូមអរគុណចំពោះចម្លើយរបស់លោកចាបន្ទាប់ពីបានស្ដាប់ការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកលីសុធិរយុទ្ធរួចមកពួកយើងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលបានចំណេះដឹងច្រើនទាក់ទងទៅនឹងសារៈសំខាន់នៃការចូលរួមក្នុងកិច្ចការនយោបាយដោយសង្ឃឹមថាពុកម៉ែបងប្អូននឹងមិនមានការភ័យខ្លាចចឹងដូច្នេះបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានមតិយោបល់អាចលើកឡើងនៅក្នុងប្រអប់សារខាងក្រោមកម្មវិធីរបស់យើងខ្ញុំនឹងវិលមកជួបពុកម៉ែបងប្អូននៅពេលក្រោយទៀតដោយនាំយកប្រធានបទថ្មីខណៈពេលនេះនាងខ្ញុំនិងក្រុមការងារសូមអរគុណសូមជម្រាបលាThank you.